មានហេដ្ឋារចនាសម្ព័ន្ធទំនើបយ៉ាងម៉េចក៏ដោយមានឧបករណ៍ទំនើបយ៉ាងម៉េចក៏ដោយមានមនុស្សបកែយ៉ាងម៉េចក៏ដោយប៉ុន្តែបើមានភាពច្បោកច្បល់នៃនីតិវិធីនៃការងារការរៀបចំប្រព័ន្ធការងារវាច្បោកច្បល់ស្មុគស្មាញត្រួតគ្នាយូរក៏មិនអាចប្រកួតប្រជែងបានដែរបាទពួកមនុស្សគាត់ធ្វើម៉េចទោះបីបកកែធ្វើតាមក្បួនក៏ដោយតែបើក្បួននឹងវាស្មុគស្មាញយើងអត់ឈ្នះគេទេផែចង់បាន1លាន2លាន TEU ក៏ដោយប៉ុន្តែបើ clear container នឹងត្រូវការ3ថ្ងៃនៅពេលដែលផែប្រទេសផ្សេងគេ clear តែ1ថ្ងៃនេះហើយគឺជាកិច្ចការសំខាន់បច្ចេកវិទ្យាល្អមិនក៏ដោយវានៅតែមនុស្សធ្វើមិនក៏ដោយក៏នៅតែតាមនីតិវិធីទី2ការត្រួតគ្នានៃនីតិវិធីចំនួនស្មុគស្មាញលុបចោលទៅបាទទំនើបកម្មគឺទំនើបកម្មប្រព័ន្ធការងារនឹងឯងដើម្បីឲ្យប្រកួតប្រជែងទាល់តែឲ្យធ្វើឲ្យសាមញ្ញតែប្រសិទ្ធភាពកុំស្មុគស្មាញពេកបាទអញ្ចឹងបើស្មុគស្មាញត្រួតគ្នាមានតែយើងដែលយល់អ្នកផ្សេងទៀតអត់យល់ពិបាកអញ្ចឹងទាំងអតិថិជនទាំងអីក៏ងាយយល់ហើយមានតម្លាភាពស្រួលធ្វើតែម្ដងបាទកិច្ចការងារនេះគឺសំខាន់ណាស់ហើយកន្លែងនេះគឺខ្ញុំសូមឲ្យក៏សូមធ្វើការកោតសរសើរកន្លងទៅគ្រប់ស្ថាប័នទាំងអស់នៅទីនេះមិនថាគយមិនថាកំពង់ផែបានខិតខំកែសម្រួលនីតិវិធីច្រើននៅក្នុងការធ្វើយ៉ាងណាឲ្យការ clear ទំនិញចេញទាំងចូលបានដោយប្រសិទ្ធភាពលឿនកាត់បន្ថយហើយការបង្កើននៅការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីដូច scanner ដូចស្អីហ្នឹងការម៉ាស៊ីន scan អីហ្នឹងគឺវាជួយច្រើនហើយវាមិនត្រឹមតែជួយកាត់បន្ថយពេលវេលាទេប៉ុន្តែវាជួយទាំងតម្លៃ